សុស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងនឹងសូឡាសូឡានេះខ្ញុំបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងនឹងពលឺវាភ្លឺចាំងទៅដល់មុខបងប្អូនអានេះពេលយប់អីហើយចឹងខ្ញុំថតឲ្យមើលនេះបងប្អូនគ្រាន់តែមើលលបងនេះដឹងថាភ្លឺកម្រិតណាចឹងសូឡានេះគឺប៉ុណ្ណេះបងប្អូនមើលអញ្ចឹងគឺវាអាចអត់ឃើញណាពួកអីវាចាំងផ្លាតពេលថ្ងៃប្រហែលជាអាចភ្លឺច្បាស់ចឹងវាប៉ុណ្ណឹងបងប្អូនខ្ញុំដាក់ឲ្យមើលភ្លឺបានប៉ុណ្ណឹងណាខាងក្រោយដូចតែខាងមុខវាបាំងចឹងហើយខ្ញុំមើលឲ្យមើលប៉ុណ្ណឹងហើយភ្លឺច្បាស់ហ่าបងប្អូនភ្លឺចាំងទៅដល់មុខនេះខាងជាលេខ2ចាហើយភ្លឺបងប្អូនគាត់ជីអីមកហ្នឹងគឺអត់ល្ងិតទេចឹងហើយគឺខ្ញុំដាក់កន្លែងហ្នឹងបងប្អូនទាំងអស់គ្នាមាត់ជ្រក់កាប៉ាត់ដាក់មាត់ជ្រក់អត់សូវល្អទេបងប្អូនដោយសារតែគេអាចនឹងងាយបើកមាត់ជ្រក់ប៉ុន្តែយើងដាក់ដើម្បីឲ្យអ្នកជិះខាងមុខគាត់ងាយស្រួលមើលផ្លូវឲ្យគាត់អត់ខ្លាចអត់ល្ងិតចឹងកន្លែងកាច់ជ្រុងបងប្អូនកន្លែងនេះមានកាច់ជ្រុងកាច់មកផ្ទះខ្ញុំចឹងហើយយើងទៅមើលទាំងអស់គ្នាមួយទៀតបងប្អូនទាំងអស់គ្នាដែលចិញ្ចឹមគោមានផលវិបាកដោយសារខែហ្នឹងគឺជាខែគេភ្ជួរអស់ហើយសែអញ្ចឹងហើយយើងអត់មានកន្លែងចងទេសម្រាប់បងប្អូនណាដែលដាក់ចំណីដាក់អីនៅតែក្នុងផ្ទះអត់បញ្ហាប៉ុន្តែសម្រាប់គោដែលចងវាសែគឺពេលនេះភ្ជួរអស់ហើយអញ្ចឹងនេះដែលរកស្មៅមកបានណាកាត់មកបានបើបងប្អូនមានស្មៅច្រើនបងប្អូនត្រូវសម្ដិលវាអញ្ចេះបងប្អូនដាក់លើខែចឹងមកហើយចាក់វាពីបាវចេញមកក្រៅអញ្ចឹងបងប្អូនទុកអញ្ចឹងទី1វាអត់ក្រហមសំខាន់បើសិនជាទុកក្នុងគឺក្តៅខ្លាំងបងប្អូននៅក្រហមស្មៅតែម្ដងអញ្ចឹងចាក់បែបនេះវាគ្រាន់តែសពបទេស្មៅនេះខ្ញុំយកមកពីខាងរោងចក្របងប្អូនបងគាត់កាត់ឲ្យគាត់កាត់សម្អាតទីធ្លាប៉ុន្តែខ្ញុំឲ្យគាត់សុំឲ្យគាត់ជួយដាក់ឲ្យមកបាវអញ្ចឹងណាចឹងច្រើនដែរបងប្អូនហើយពូគាត់កាត់មកឲ្យទៀតអញ្ចឹងវិធីសាស្ត្រដែលយើងទុកស៊ីបានយូរគឺទុកបែបហ្នឹងដល់បែបហ្នឹងបងប្អូនអញ្ចឹងហើយគឺជីវិតអ្នកចិញ្ចឹមគោមានប៉ុណ្្នឹងហើយបងប្អូននោះច្បើងនេះក៏យើងលក់ដែរប៉ុន្តែមានបងប្អូនគាត់អ្នកចិត្តខាងហ្នឹងគាត់យកមកដុំយើងលក់តាមតម្លៃនៅនេះចឹងដែលគេធ្លាប់ទិញណាចឹងគេកំងយកមកជួនកាល5ដុំ2-3ដុំអីចឹងទៅតាមដែលគាត់ចង់បានគាត់មានលុយពីគាត់មកយកមកអាទិត្យម្ដងអីចឹងណាបងប្អូនហើយខ្ញុំនៅមានច្រើនទៀតច្បងហ្នឹងខ្ទង់20 30 40ដុំនៅរោងឡាច់បងប្អូនចឹងហើយចំណីគោគឺសំខាន់បងប្អូនចាំហើយមួយទៀតសម្រាប់ស្មៅភ្លៀងមកគឺវាដុះហើយដុះច្រើនគួរសមដែរបងប្អូនតែយើងអត់ទាន់បានកាត់ទេយប់មើលឃើញទេ